បងប្អូនអាចរៀនស្វែងយល់ជាមួយនឹងលោកគ្រូអ្នកគ្រូឬក៏មនុស្សដែលបងប្អូនកំពុងតែឃើញថាបងប្អូនចង់តាក់ទងហើយការតាក់ទងទៅនឹងធ្វើឲ្យបងប្អូនបង្ខាតចំណាយប្រាក់កាសច្រើនណាហ្នឹងហើយខ្ញុំចង់បញ្ជាក់មួយតាក់ទងជាមួយនឹងគ្រូដែលខ្លាំងពិតប្រកបគ្រូដែលលេងអាគមពិតប្រកបគ្រូដែលគាត់មានចំណេះជំនាញផ្នែកខាងអាគមពិតប្រកបណាច្បាស់ណាស់គាត់អត់ទៅប៉ះពាល់លើអ្នកណាទេហើយគ្រូដែលមានផ្នែកខាងក្បួនរៀនអាគមត្រឹមត្រូវពិតប្រកបណាគាត់អត់ដែលនិយាយថាអ្នកណាប៉ះគាត់ឬមិនប៉ះទេមូលហេតុអត់មានអ្នកណាទៅប៉ះគាត់បានទេព្រោះគាត់អត់ដែលប៉ះគេគាត់អត់ដែលទៅប៉ះអ្នកណាមុនមិនថាអាគមនោះជាអាគមខ្មៅអាគមអីក៏ដោយអាប់ពុកមិនក៏ដោយគឺគេអត់ដែលទៅប៉ះអ្នកណាមុននោះទេដូច្នេះហើយសួរថាហេតុអ្វីបានគេត្រូវខ្លាចបីអាគមបែបមិនក៏ដោយតែមិនថាអាគមល្អឬក៏មិនល្អបើសិនជាក្នុងមួយថាមានអ្នកណាទៅប៉ះពាល់បោះគាត់ទាំងអស់ហ្នឹងប៉ះពាល់ជាមួយនឹងគេថាផ្ចាញ់ទៅផ្ចាញ់មកអានឹងគាត់អត់ចាំបាច់មកសំដីឲ្យយើងឃើញដែរគឺដឹងតាអ្នកនោះច្បាស់ណាស់មេទៅគូនៅហើយបើមិនស្លាប់ក៏មានពិការក៏ឈួតដែរណាមូលហេតុត្រង់ថារឿងអ្នកលេងអាគមមួយគេអត់ដែរទៅប៉ះពាល់ណាទេមិនថាការដោយសុសៀតកាយពិចារអីក៏ដោយគេអត់ដែរទេអ្នកលេងអាគមនេះគឺគេខ្លាចណាស់គេក្របណាស់គេកាន់ណាគេមិនទៅប៉ះពាល់ណាទេណាតើអ្នកដែលខ្លាចគេលើសទៅចំណែននាងទាគេទៅឲ្យអត់ចេះផ្នែកអាគមពិតប្រកបណាដូច្នេះហើយគឺព្យាយាមតាមចាញ់តាមផ្ចាលអត់ពេលអត់ហ៊ាននិយាយមួយគេព្យាយាមធ្វើនៅអ្វីមួយដែលឌឺដងឬក៏មានអំនួតប្រាប់ថាអ្នកនេះផ្ចាញ់នោះផ្ចាញ់ធ្វើថាខ្លួនឯងខ្លាំងអស្ចារ្យដើម្បីឲ្យបងប្អូនបានយល់ថាគាត់ខ្លាំងណាហ្នឹងហើយបងប្អូនក៏បារម្ភតភ័យទៅហើយក៏និយាយពីអ្វីពាក្យថាព្រីពាក្យថាថ្មពាក្យអត់នឹងចិត្តតែនិយាយតែពីទៅវាទៅហើយខ្ញុំចង់ប្រាប់ថាបងប្អូនមិនបាច់ចាំបងប្អូនឬក៏គ្រូអីទេបើបងប្អូនធ្វើមិនល្អច្បាស់ណាស់អ្នកដែលចូលចិត្តបងប្អូនគឺពពួកព្រីនឹងហើយណាបើចាំបងប្អូនត្រូវបារមីណាមកឃុំគ្រងតែបងប្អូនសាងមិនល្អគិតមិនល្អធ្វើមិនល្អនិយាយមិនច្បាស់កាយជាមួយនឹងពាក្យថាមុនអាកុំពាក្យតាពេលហ្នឹងគឺព្រីចូលអូតូហើយដោយសារមូលហេតុត្រង់ថាពួកព្រីគឺចែកដាច់ដោយឡែកជាមួយនឹងពួកទស្សបារមីល្អបើសិនជាអ្នកណាមានទស្សបារមីល្អមកឃុំគ្រងច្បាស់ណាស់យើងនឹងបានដឹងច្បាស់ណាស់យើងនឹងមានរបស់ដែលជាផតាងដែលជារបស់ដែលទស្សបារមីលោកបានឲ្យមកយើងជាអ្នករូបស្នងកាន់ពិតប្រកបឲ្យលោកបង្ហាត់លោកបង្រៀនហើយអ្នកដែលមានបារមីឃុំគ្រងពិតប្រកបណាស់ដោយនិយាយខ្លីទៅគឺអត់ដែលចាំបាច់ទៅពឹងពាក្យសុណាទេប៉ុន្តែច្បាស់ការណាបងប្អូនច្បាស់ការណាចាច្បាស់ការនឹងការងារដែលគាត់បានធ្វើហើយមួយទៀតបងប្អូនខ្ញុំប្រាប់មនុស្សដែលមានសមត្ថភាពខ្លាំងរឿងផ្នែកអាគមឬក៏មុនវិជាការរឿងផ្នែកផ្លូវខាងក្នុងណាគាត់អត់ដែលមានអំណួតទេគាត់អត់ដែលបង្ហាញថាគាត់ជាមហាសេដ្ឋីគាត់មានអីជាអត់ទេគឺគាត់មានត្រឹមតែចំណេះជំនាញរបស់គាត់ហើយគាត់និយាយនៅអ្វីដែលគាត់មានសមត្ថភាពដែលជាដឹងពិតប្រាកដឲ្យបងប្អូនចាំចំណាំមើលទៅហើយមានអ្នកដែលកំពុងតែមានសមត្ថភាពខ្លាំងក៏មានច្រើនដែរតែគិតថា